សូមស្វាគមន៍វត្តមានគណៈអធិបតីអញ្ជើញចូលរួមនៅក្នុងកម្មវិធីសូមអបអរសាទរអង្គដែលមានវត្តមាននៅនេះមានតែក្រោកឈរឡើងដើម្បីគោរពទង់ជាតិនិងគោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជាគម្រោងនេះផ្ដោតសំខាន់ទៅលើការអប់រំសុខភាពនៅក្នុងសហគមន៍ពង្រឹងនៅក្នុងសហគមន៍ធ្វើយ៉ាងណាដើម្បីបង្ការជំងឺមិនឆ្លងបាទនេះគឺជាសារៈសំខាន់ដែលយើងក្នុងការការពារកុំឲ្យកើតប្រសើរជាងកើតជំងឺ Chief Executive of ADRA Australia, whose leadership and commitment continue to strengthen the partnership between ADRA Cambodia and ADRA Australia. ជាពាក្យស្លោកមួយដែលថាការប្រយុទ្ធប្រឆាំងទៅលើជំងឺឆ្លងនេះទោះបីរាជរដ្ឋាភិបាលអង្គការដៃគូទាំងអស់មិនអាចធ្វើការតែម្នាក់ឯងបានទេគឺធ្វើការជាលក្ខណៈពហុវិស័យហើយដោយសហការជាមួយនឹងក្រសួងពាក់ព័ន្ធទាំងអស់ហើយអ្វីដែលសំខាន់មួយទៀតនោះគឺការចូលរួមពីប្រជាជននៅក្នុងសហគមន៍នេះតែម្ដង I want to begin by thanking the Ministry of Health for hosting this gathering and for extending the invitation to so many of you. ពាក់ព័ន្ធជាមួយនឹងជំងឺឆ្លងនេះប្រហែលជាអស់លោកស្រីដឹងហើយថាយើងជំងឺឆ្លងយើងមានច្រើនក៏ប៉ុន្តែជំងឺឆ្លងដែលបណ្ដាលឲ្យដែលជាបញ្ហាចម្បងនៃប្រទេសកម្ពុជារបស់យើងឬក៏ដូចជានៅលើពិភពលោកដោយលោកវិលក្មិនគាត់បានលើកឡើងហើយយើងមានជំងឺ4ធំដែលមានជំងឺបេះដូងសរសៃឈាមជំងឺមហារីកជំងឺសួតរ៉ាំរ៉ៃហើយនិងជំងឺទឹកនោមផ្អែមជំងឺទាំង4នេះបង្ហាញនៅអត្រាមរណភាព 64% ដោយគាត់បានលើកឡើងហើយកត្តាដែលបង្កឲ្យមានជំងឺទាំងនេះដែលនិន្នាការនៃជំងឺមិនឆ្លងនេះកើតឡើងភាគច្រើនកើតឡើងតែប្រទេសក្រីក្រហើយនិងប្រទេសដែលកំពុងអភិវឌ្ឍបាទកើតច្រើនជាងគេពេលដែលយើងនិយាយទៅលើសុខភាពហើយពេលដែលយើងមានសុខភាពល្អទៅអ្វីនឹងមកតាមក្រោយប៉ុន្តែនៅពេលខ្លះយើងអាចធ្វើការគិតខុសឬក៏ការអនុវត្តខុសពីអ្វីដែលយើងបងប្រាថ្នាដោយសារតែបញ្ហាផ្សេងនៅជុំវិញរបស់យើងទាំងសង្គមទាំងសេដ្ឋកិច្ចទាំងអ្វីដែលយើងទទួលបាននៅក្នុងការរស់នៅបើសិនបើឲ្យលោកស្រីមានសំណួរឬចម្ងល់ផ្សេងៗតាក់ទងនឹងការអនុវត្តគម្រោងផ្ទាល់សូមមេត្តាលើកដៃពិសេសគឺផ្ដោតជាសំខាន់ទៅលើនិរន្តរភាពខាងក្រោមនេះតាមមួយណាមិនមែនជាមូលហេតុដែលនាំឲ្យមានជំងឺមិនឆ្លងកាត់ឡើងតាមផ្ញើទៅបងអូនទាំងអស់ថាឲ្យពុកមើលតិចខ្លាញ់តិចស្ករតិចដើម្បីរក្សាសុខភាពជំងឺមិនឆ្លងតិចស្ករតិចខ្លាញ់ហើយនឹងហាត់ប្រាំមួយថ្ងៃកន្លះម៉ោងមួយសប្តាហ៍3ដង2ដងចានឹងជាក្រុមចា